កម្ពុជាប្រកាសមិនទទួលស្គាល់ខ្សែព្រំដែនដែលកើតចេញពីការប្រើកម្លាំងត្រួតកាន់កាប់ជាដាច់ខាតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាបានផ្ញើកំណត់ទូតទៅ JBC ថៃដោយស្នើកក់ប្រជុំជាបន្ទាន់មួយនៅសប្តាហ៍នេះឬសប្តាហ៍ក្រោយដើម្បីពិភាក្សានិងបន្តការងារវាស់វែងនិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរការស្នើប្រជុំបន្ទាន់នេះធ្វើឡើងក្រោយបទជប់បាញ់ភ្លាមៗនៅនឹងកន្លែងត្រូវបានអនុម័តហើយកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដោយការប្រើប្រាស់កម្លាំងឡើយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការីដ្ឋានកិច្ចការព្រំដែន JBC ភាគីកម្ពុជាបានស្នើសុំឲ្យមានកិច្ចប្រជុំដើម្បីបន្តវឌ្ឍនភាពការងារវាស់វែងនិងការបោះបង្គោលបណ្ដោះអាសន្ននៅលើទីតាំងជាក់ស្ដែងក្នុងកំណត់រវាងបង្គោលព្រំដែនលេខ42-47ដែលស្ថិតនៅក្នុងតំបន់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូបេជាន់ស្រុកអូជ្រៃខេត្តបន្ទាយមានជ័យនិងចន្លោះបង្គោលលេង52-59ក្នុងភូមិសាស្ត្រឃុំបឹងរាំងនិងឃុំកំរៀងស្រុកកំរៀងខេត្តបាត់ដំបងក្រៅពីនេះក្រុមការងារក៏នឹងពិភាក្សាអំពីការចោះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្ដែងលើកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ33-37តំបន់ត្រង់បឹងត្រកួនតំបន់ច្រកទ្វារអន្តរជាតិថ្មដាតំបន់អូភ្លុកដំរីតំបន់ព្រំដែនច1និងតំបន់ព្រំដែនផ្សេងទៀតព្រមទាំងបញ្ជូនក្រុមវាស់វែងចម្រុះដើម្បីចោះអនុវត្តការងារវាស់វែងនឹងខណ្ឌសីមាលើដីជាក់ស្ដែងនៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នាខ្សែព្រំដែនដើរតាមផ្លូវទឹកនិងខ្សែព្រំដែនជាបន្ទាត់ត្រង់ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី6របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ចុះថ្ងៃទី15ខែមិថុនាឆ្នាំ2025បញ្ជាក់ជូនជនរួមជាតិនិងសាធារណជនជាថ្មីថាគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកភាគីកម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នៅជំហររបស់ខ្លួននៅក្នុងការប្រកាន់ការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដោយដែលបានទទួលមរតកពីគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូជាតិនិងសៀមដោយគ្រប់យ៉ាងពេញលេញនៃច្បាប់អន្តរជាតិគោលការណ៍នៃភាពមិនអាចកែប្រែបាននៃព្រំដែន Uti Possidetis Juris អនុសញ្ញានិងសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុរបស់គណៈកម្មការខណ្ឌសីមាព្រំដែនគោករវាងឥណ្ឌូជាតិនិងសៀមព្រមទាំងរាល់កិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា JBC ភាគីកម្ពុជានឹងបន្តធ្វើការងារវាស់វែងនិងបោះបង្គោលព្រំដែនរវាង JBC ភាគីថៃឲ្យបានឆាប់ៗបំផុតនៅក្នុងគោលបំណងសម្រេចបានសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនរដ្ឋលេខាធិការីដ្ឋានព្រំដែនសង្កត់ធ្ងន់ថា JBC ភាគីកម្ពុជានឹងមិនទទួលស្គាល់ការកែប្រែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ